នៅថ្ងៃទី18ខែកក្កដាពិធីសម្ពោធវិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈខ្មែរ Vocational Education Institute KVEI និងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំនិងវិស័យឯកជនបានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅកោះពេជ្ររាជធានីភ្នំពេញពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសមាគមឧស្សាហកម្មនិងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាវិទ្យាស្ថាន KVEI និងក្រុមហ៊ុន Dodo Job ដើម្បីរួមជាសាក្សីក្នុងការបើកដំណើរការជាផ្លូវការរបស់វិទ្យាស្ថាននិងការចាប់ផ្ដើមកិច្ចសហប្រតិបត្តិការរវាងសាលានិងសហគ្រាសពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការក្នុងឱកាសនេះ Dodo Job និងវិទ្យាស្ថាន KVEI បានចុះហត្ថលេខាជាផ្លូវការលើកិច្ចសហប្រតិបត្តិការតាមរយៈកិច្ចសហការនេះភាគីទាំងពីរនឹងរួមគ្នាបង្កើតដោយផ្ដោតលើគាំទ្រដល់ការជ្រើសរើសសិស្សនិងទាក់ទាញយុវជនមានសមត្ថភាពចូលសិក្សាផ្ដល់ឱកាសហាត់ការងារនិងណែនាំការងារជូនសិស្សនិស្សិតកសាងធនធានមនុស្សសម្រាប់សហគ្រាសជាមុនដើម្បីបំពេញតម្រូវការអភិវឌ្ឍអាជីវកម្មក្នុងរយៈពេលវែង Dodo Job សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈខ្មែរ KVEI ដែលបានផ្ដល់ទំនុកចិត្តនិងជ្រើសរើសធ្វើជាដៃគូសហការកិច្ចសហប្រតិបត្តិការនេះនឹងជួយបញ្ចូលគ្នារវាងធនធានអប់រំរបស់ស្ថាប័ននិងបទពិសោធន៍ជាក់ស្ដែងរបស់សហគ្រាសបង្កើតជាវេទិកាដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសិស្សនិស្សិតនិងការផ្គូផ្គងធនធានមនុស្សដែលមានគុណភាពទៅកាន់ទីផ្សារការងារ Dodo Job នឹងបន្តបដិញ្ញាចិត្តជំរុញការតភ្ជាប់រវាងការអប់រំនិងការងារដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សនិងទីផ្សារការងារនៅកម្ពុជា